តែអ្នកជឿខ្ញុំទេបើសិនជាខ្ញុំប្រាប់ថាបើសិនជាអ្នកអង្គុយក្នុងរយៈពេលយូរវាប្រៀបដូចជាជក់បារីតើអ្នកទាំងអស់គ្នាអង្គុយនៅក្នុងមួយថ្ងៃប្រមាណម៉ោង3ម៉ោង5ម៉ោងឬក៏ប្រហែលជាច្រើនជាង10ម៉ោងអ្នកប្រហែលជាមិនបានជក់បារីទេចុះបើខ្ញុំប្រាប់ថាការអង្គុយក្នុងរយៈពេលយូរជារៀងរាល់ថ្ងៃអាចបង្កគ្រោះថ្នាក់ដោយស្ងៀមស្ងាត់ដូចជាការជក់បារីអ្នកជឿខ្ញុំទេសប្តាហ៍ថ្ងៃនេះយើងកំពុងតែរស់នៅក្នុងពិភពលោកមួយដែលទំនើបហើយបើយើងចង់ធ្វើអ្វីក៏ងាយស្រួលជាងមុនដែរយើងអាចអង្គុយដើម្បីធ្វើការដើម្បីសិក្សាដើម្បីញ៉ាំអាហារដើម្បីសម្រាកហើយសូម្បីតែពេលយើងនឿយហត់ក៏ដោយយើងអាចនឹងអង្គុយហើយអូសមើលទូរស័ព្ទដែលនេះហើយជាមូលហេតុដែលអ្នកជំនាញបានហៅថាការអង្គុយក្នុងរយៈពេលយូរគឺដូចជាការជក់បារីមិនមែនដោយសារតែការអង្គុយក្នុងរយៈពេលយូរដូចគ្នាទៅនឹងការជក់បារីនោះទេប៉ុន្តែគឺដោយសារទម្លាប់ប្រចាំថ្ងៃរបស់អ្នកដែលបំផ្លាញសុខភាពរបស់អ្នកម្ដងបន្តិចម្ដងបន្តិចមានមនុស្សជាច្រើនគឺមិនបានដឹងខ្លួននោះទេតើអ្នកចង់ដឹងទេថាវាមានបញ្ហាអ្វីនៅពេលដែលអ្នកតែងតែអង្គុយក្នុងរយៈពេលយូរគឺរាងកាយរបស់យើងអាចនឹងធ្លាក់ទៅក្នុងអ្វីមួយដែលហៅថារបៀបគេងមួយរាងកាយរបស់អ្នកដុតកាឡូរីបានតិចជាងមុននៅពេលដែលអ្នកអង្គុយសាច់ដុំរបស់អ្នកមិនដំណើរការទេដូច្នេះជំនួសឲ្យការដុតថាមពលរាងកាយរបស់អ្នកចាប់ផ្ដើមផ្ទុកជាតិខ្លាញ់នេះអាចបង្កឲ្យឡើងទម្ងន់ឬក៏ធាត់ទី2លំហូរឈាមរបស់អ្នកអាចនឹងមានការដើរយឺតជាធម្មតាការធ្វើចលនាគឺជួយឲ្យឈាមរបស់អ្នករត់បានស្រួលប៉ុន្តែនៅពេលដែលអ្នកអង្គុយច្រើនម៉ោងឈាមរបស់អ្នកនឹងនៅតែខាងជើងបេះដូងរបស់អ្នកធ្វើការខ្លាំងជាងមុនហើយចរន្តឈាមក៏ប្រែទៅជាខ្សោយនេះគឺអាចបង្កើនហានិភ័យនៃជំងឺបេះដូងទី3ជាតិស្ករនៅក្នុងឈាមរបស់អ្នកកើនឡើងនៅពេលដែលអ្នកអង្គុយច្រើនពេកនៅតែមួយកន្លែងរាងកាយរបស់អ្នកនឹងមិនមានដំណើរការល្អហើយដែលនេះគឺអាចនឹងបង្កើនហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមប្រភេទទី2ទី4រាងកាយរបស់អ្នកប្រែទៅជារឹងនិងឈឺចាប់អ្នកអាចនឹងមានអារម្មណ៍ថាស្ពឹកឈឺខ្នងតានតឹងតាមស្មាដោយសារតែរាងកាយរបស់អ្នកមិនបានធ្វើចលនាគ្រប់គ្រាន់ជាពិសេសគឺទាក់ទងជាមួយនឹងចំណីអាហារដែលអ្នកទទួលទានជារៀងរាល់ថ្ងៃឧទាហរណ៍ថាអ្នកផឹកទឹកផ្អែមច្រើនហើយបន្ទាប់មកទៀតអ្នកក៏ទៅអង្គុយធ្វើការក្នុងរយៈពេលយូរជារៀងរាល់ថ្ងៃដែលវាជាទម្លាប់នោះហើយគឺជាបញ្ហាបើសិនជាអ្នកមិនព្រមកែទម្លាប់មួយនេះទេអ្នកកំពុងតែបំផ្លាញសុខភាពខ្លួនឯងម្ដងបន្តិចម្ដងបន្តិចដោយមិនដឹងខ្លួនទោះបីជាអ្នកសំអាងថាអ្នកធ្វើការហាត់ប្រាណ1ម៉ោងប៉ុន្តែអ្នកអង្គុយ10ទៅ12ម៉ោងហានិភ័យរបស់អ្នកគឺនៅតែមានប៉ុន្តែសូមអ្នកទាំងអស់គ្នាកុំបារម្ភបញ្ហានេះគឺមានដំណោះស្រាយដែលវាគ្រាន់តែជាសកម្មភាពសាមញ្ញធម្មតាមិនមានអ្វីស្មុគស្មាញនោះទេបើសិនជាអ្នករវល់ខ្លាំងហើយអង្គុយច្រើនគឺអ្នកអាចក្រោកឈរ30នាទីម្ដងឬក៏60នាទីម្ដងហើយអ្នកចាប់ផ្ដើមដើរពី3នាទីអ្នកអាចសម្រាកក្នុងរយៈពេលខ្លីពីអេក្រង់ទូរស័ព្ទឬក៏កុំព្យូទ័រការធ្វើចលនាតិចតួចសាមញ្ញគឺអាចការពារបេះដូងរបស់យើងហើយនិងជីវិតរបស់យើងបានព្រះគម្ពីរក៏បានរំលឹកយើងថារូបរាងកាយរបស់យើងគឺជាអំណោយទានដែលព្រះបានផ្ដល់ឲ្យយើងហើយយើងត្រូវតែថែរក្សាវាឲ្យមានសុខភាពល្អហើយមិនត្រឹមតែសុខភាពរាងកាយនោះទេគឺខាងផ្នែកព្រលឹងវិញ្ញាណផងដែរដូច្នេះកុំឲ្យទម្លាប់ស្ងៀមស្ងាត់ដូចជាការអង្គុយបំផ្លាញរាងកាយនិងជីវិតរបស់យើងឡើយបើសិនជាអ្នកគិតថាបញ្ហានេះទាក់ទងជាមួយនឹងអ្នកអាចចែករំលែកវាជាមួយនឹងអ្នកដែលអង្គុយច្រើនពេកពីព្រោះនេះគឺអាចជួយសង្គ្រោះជីវិតមនុស្សបានហើយនាងខ្ញុំក៏មានតែប៉ុណ្ណេះនាងខ្ញុំសូមអរគុណសូមព្រះប្រទានពរ